ក្នុងវីដេអូនេះគឺយើងកេណនីលំហាត់ជាបន្តគឺចូលដល់អក្សរគោអញ្ចឹងនៅក្នុងលំហាត់នេះគឺគេឲ្យយើងចូលបញ្ចេញមួយចំនួនពី radical គេឲ្យយើងបញ្ចេញមួយចំនួនពី radical មិនន័យថាចំនួនដែលនៅក្នុង radical នោះមិនអាចចេញទាំងអស់បានទេគឺចេញបានខ្លះហើយនៅជិបខ្លះឡើយយើងចាប់ផ្ដើមយកលេខនៅក្នុង radical នោះមកបំបែកដើម្បីឲ្យជាស្វ័យគុណដើម្បីលើកជាស្វ័យគុណព្រោះ radical របស់យើងគឺមានសន្ទុះ2អញ្ចឹងយើងត្រូវលើកយកស្វ័យគុណ2ឬក៏លើកជាការ៉េឡើយយើងយកចំពោះលេខ72នេះយើងយកវាមកបំបែកសិនអានេះយើងហៅថាចែកជាកតាបឋមគឺយើងចែកនឹងចំនួនដែលអាចចែកដាច់លេខ72យើងចែកដាច់នឹង2អញ្ចឹងយើងចែកម្ដងមកខ្ទង់មកយក7មកចែកនឹង2បាន3នៅសល់1ហើយយក1នោះមកផ្គុំជាមួយនឹង2ណាសល់1ផ្គុំនឹង2ក៏12ចែកនឹង2បាន6អញ្ចឹងយើងមើលចំពោះលេខ36យើងមិនបាច់ចែកបន្តទៀតទេព្រោះយើងដឹងថា36អាចលើកជាការ៉េបានអញ្ចឹងយើងអាចសរសេរជាចំនួន72គឺស្មើនឹង2គុណនឹង36ហើយចំពោះលេខ36គឺយើងលើកបាន6ការ៉េអញ្ចឹងយើងមិនចាំបាច់ចែកឲ្យអស់ទេគឺយើងបានលេខជាការ៉េហើយគឺ36យើងអាចលើកជា6ការ៉េបានអញ្ចឹងយើងយក2គុណនឹង6ការ៉េនេះមកជំនួសឲ្យលេខ72យើងដាក់2គុណនឹង6ការ៉េហើយចំពោះអក្សរ A គឺវាមានស្វ័យគុណ5អញ្ចឹងស្វ័យគុណ5យើងអាចបំបែកបានx ស្វ័យគុណ2គុណនឹង2វាបាន4ហើយវានៅសល់1ទៀតអញ្ចឹងយើងដាក់ x 1ទៀតមកបានគ្រប់5ហើយចំពោះអក្សរ y វាមានការ៉េត្រឹមត្រូវហើយយើងមិនចាំបាច់បំបែកទេអញ្ចឹងយើងដាក់ radical មកឲ្យគេវិញមកបន្ទាប់មកទៀតយើងចាប់ប្រមូលផ្ដុំចំនួនដែលមានស្វ័យគុណឬក៏ចំនួនដែលមានការ៉េគឺមានលេខ6ហើយនឹង x វាមាន2គុណនឹង2ឥឡូវយើងផ្ដាច់យកលេខ2មកកតាយើងនៅសល់មកកតាទៀតគឺយើងដាក់នៅជាប់នឹង x អញ្ចឹងយើងដាក់វងកញ្ចក់មកចំពោះអក្សរ y គឺមានការ៉េតែ1អញ្ចឹងយើងអាចដាក់ទៅអក្សរ y ហើយយើងប្រើវងកញ្ចក់ក្តោបយើងដាក់ការ៉េរួមគ្នានៅខាងក្រៅពេលដែលយើងទម្លាក់2នៅក្នុងវងកញ្ចក់នោះពេលដែលយើងបំបត្តិវងកញ្ចក់គឺវាធ្លាក់មកលើអក្សរ y នោះចំនួន2ហើយវាធ្លាក់ទៅលើ x វាមាន2នៅជាប់ស្រាប់ហើយគុណនឹង2ថែមទៀតគ្រប់ចំនួនមកវិញហើយធ្លាក់ទៅលើ6វាស្មើ6ការ៉េបន្ទាប់មកយើងយកលេខដែលនៅសល់ដែលអត់មានការ៉េនេះគឺមានលេខ2ហើយនឹងអក្សរ x គឺយើងដាក់ជាប់គ្នាមកគឺយើងបាន 2x ហើយយើងដាក់ radical មកវិញបន្ទាប់មកយើងយកលេខដែលមានស្វ័យគុណនេះដែលយើងបានប្រើវងកញ្ចក់ក្តោបទាំងអស់នេះចេញក្រៅដោយសារវាមានការ៉េរួមនៅខាងក្រៅមួយអញ្ចឹងយើងយកការ៉េរួមខាងក្រៅនោះទូទឹកជាមួយនឹង radical គឺវាអស់អញ្ចឹងចំនួនដែលនៅក្នុងវងកញ្ចក់គឺចេញបានទាំងអស់មាន6x ការ៉េនិង y អញ្ចឹងយើងចេញមកក្រៅបានប៉ុន្តែចំពោះ 2x អត់ចេញក្រៅ radical ទេគឺនៅជាប់នៅក្នុង radical ឥឡូវយើងបន្តមកដល់លំហាត់ខាងក្រោមទៀតគឺលំហាត់អក្សរខូគឺមានសញ្ញាដកមិនជាបញ្ហាទេយើងដាក់សញ្ញាដកមកឲ្យគេវិញមកប៉ុន្តែចំពោះលេខដែលនៅក្នុង radical គឺយើងបំបែកវាសិនយើងយកលេខ112នេះមកបំបែកចែកនឹង2មកអានេះយើងកាត់2ខ្ទង់មក11ចែកឲ្យ2បាន5បាន5នៅសល់1ផ្គុំនឹង2កាត់12យក12ទៅចែកនឹង2បាន6rồi hai dân vô 56នេះចែកនឹង2បន្តទៀតចឹងយើងយក5មកចែកនឹង2បានម្នាក់2នៅសល់1ផ្គុំនឹង6ក៏16ចែកនឹង2បាន8ហើយយក28មកចែកនឹង2ទៀតយក2ចែកឲ្យ2បាន1យក8ចែកឲ្យ2បាន4ហើយយើងយក14នេះមកចែកនឹង2បន្តទៀតគឺបាន7ឬក៏បាន7ណាអញ្ចឹងចំនួន7មានតែចែកនៅ7ហើយបាន1ឥឡូវយើងលើក
ផ្ដុំយកការ៉េមកយើងចង់បានការ៉េយើងដាក់ជា2ក្រុមណាចំពោះលេខ2យើងចែកគ្នាម្នាក់មួយបានម្នាក់មួយកតាហើយនៅសល់2ទៀតចែកគ្នាបានម្នាក់មួយកតាទៀតហើយចំពោះលេខ7គឺជាកតាដែលនៅសល់អញ្ចឹងយើងដាក់នៅខាងក្រៅឬហើយយើងគុណចំនួន2នោះចូលគ្នាចំនួនដែលនៅក្នុងវងកញ្ចក់គុណចូលគ្នាបាន4ហើយគុណនៅ7មកកតាទៀតមកហើយចំពោះលេខ4មាន2កតាយើងអាចលើកជាការ៉េបាន4ការ៉េគុណនឹង7បានន័យថា112នេះស្មើនឹង4ការ៉េគុណនឹង7អញ្ចឹងយើងយក4ការ៉េគុណនឹង7នេះទៅជំនួសឲ្យបានអញ្ចឹងយើងឈប់ប្រើ112ហើយគឺយើងប្រើ4ការ៉េគុណនឹង7ចំពោះលេខយើងបំបែកយកការ៉េបានហើយយើងយក4ការ៉េគុណនឹង7នេះមកជំនួសឲ្យលេខ112ឬហើយចំពោះអក្សរ A មានស្វ័យគុណ3អញ្ចឹងយើងបំបែកទៀតយើងបំបែកយកស្វ័យគុណ2ហើយវានៅសល់មកកតាទៀតអញ្ចឹងយើងគុណនឹង A មកកតាទៀតតែចំពោះអក្សរ B វាមានស្វ័យគុណ4អញ្ចឹងស្វ័យគុណ4យើងអាចបំបែកបាន2គុណនឹង2អញ្ចឹងយើងប្រើ radical ឲ្យគេវិញមកបន្ទាប់ចាំយើងប្រមូលចំនួនដែលមានស្វ័យគុណដាក់រួមគ្នាឲ្យកើតជាមួយក្រុមដើម្បីយើងចេញមកគឺបានទាំងក្រុមតែម្ដងចេះលេខដែលមានការ៉េមានលេខ4ណាយើងដាក់សញ្ញាដកឲ្យគេវិញហើយពាក្យ radical ផងមានលេខ4មានអក្សរ A ហើយនឹង B យើងផ្ដាច់យកការ៉េមួយមកយើងទុកការ៉េមួយនៅខាងក្រៅចេះយើងដាក់ការ៉េរួមនៅខាងក្រៅមួយឬហើយយើងគុណជាមួយនឹងចំនួនដែលអត់ស្វ័យគុណគឺមាន7ហើយនឹង A អញ្ចឹងយើងគុណចូលគ្នាមក7និង A នោះយើងដាក់ជាប់គ្នាបាន 7A ឬហើយយើងចេញចំនួនដែលនៅក្នុងវងកញ្ចក់នេះដែលយើងបានដាក់មួយក្រុមដែលវាមានការ៉េអាចចេញមកក្រៅបានទាំងក្រុមទាំងអស់គឺចេញមកបាន 4A B ការ៉េចេញក្រៅមកបាន 4A B ការ៉េតែចំពោះ 7A អត់អាចចេញក្រៅ radical ទេដោយសារតែអត់មានស្វ័យគុណអញ្ចឹងត្រូវជាប់នៅក្នុង radical ចម្លើយរបស់យើងគឺឃើញហើយសូមកូនជួយចុចសញ្ញាកណ្ដឹងឬក៏ subscribe នៅក្នុងវីដេអូរបស់អ្នកគ្រូម្នាក់មួយផងសូមអរគុណ